បាទសូមជម្រាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបន្តចែករំលែកទៅលើចំណេះដឹងដែលជាមូលដ្ឋានគ្រឹះគណនេយ្យនឹងបន្តទៀតបាទអូខេអញ្ចឹងមុននឹងបន្តសូមអ្នកនរគ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទនៅក្នុងវីដេអូបន្តនេះខ្ញុំនឹងចែករំលែកដល់អ្នកនរគ្នាទាក់ទិនជាមួយនឹងកិច្ចបញ្ជីការគណនេយ្យនឹងបន្តទៀតបាទដែលនៅក្នុងការកត់ត្រាទៅលើប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនគឺនៅក្នុង accounting គឺមានជាវិធីសាស្ត្រមួយឲ្យឈ្មោះថា double entry bookkeeping បាទអញ្ចឹងនៅក្នុងdouble entry bookkeeping ហ្នឹងគេនឹងមានជាការកំណត់ជាគោលការណ៍ទាក់ទិនជាមួយនឹងការចុះបញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវនឹងបាទអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមានជាប្រតិបត្តិការអាជីវកម្មហ្នឹងចំនួន5ថ្ងៃទៅលើក្រុមហ៊ុនមួយដែលចង់ឲ្យអ្នកនរគ្នាហ្នឹងស្វែងយល់ទៅលើការវិភាគទាក់ទិនជាមួយនឹងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនហ្នឹងបាទអូខេអញ្ចឹងសម្រាប់ការកត់ត្រាបញ្ជីគណនេយ្យជាទូទៅគេមានជាប្រព័ន្ធគណនេយ្យដើម្បីងាយស្រួលនៅក្នុងការចុះបញ្ជីគណនេយ្យបាទឬក៏វាងាយស្រួលនៅក្នុងការរៀបចំបញ្ជីគណនេយ្យនិងវាកាត់បន្ថយនៅប៉ុស្តិ៍បាទអូខេអញ្ចឹងសម្រាប់ការ process ដោយដៃបាទនៅក្នុងការកត់ត្រាបញ្ជីគណនេយ្យដោយដៃគឺយើងមានជាបញ្ជីគណនេយ្យទី1ដែលគេឲ្យឈ្មោះថាសៀវភៅទិន្នានុប្រវត្តិបាទដែលភាសាអង់គ្លេសហ្នឹងគឺ General Journal ហើយសៀវភៅទី2ហ្នឹងគឺសៀវភៅគណនេយ្យដែលភាសាអង់គ្លេសហ្នឹងគឺ General Ledger បាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងយកប្រតិបត្តិការហ្នឹងយកទៅវិភាគបាទយកទៅកត់ត្រាចូលបញ្ជីគណនេយ្យឲ្យអ្នកគ្នាបានដឹងបាទដោយសារតែក្នុងនាមជាគណនេយ្យករបើសិនជាអត់យល់ដឹងទៅលើការចុះបញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវទេគឺយើងមិនអាចបង្ហាញឬក៏រៀបចំនៅព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបានទេបាទចឹងហើយខ្ញុំនឹងចែករំលែកដល់អ្នកទាក់ទិនជាមួយនឹងការចុះបញ្ជីគណនេយ្យនឹងបាទតើគេកំណត់ត្រាទាក់ទិនជាមួយនឹងប្រតិបត្តិការអាជីវកម្មនឹងបែបម៉េចបាទអូខេអញ្ចឹងជំហានទី1ដែលយើងត្រូវកត់គឺយើងត្រូវយកប្រតិបត្តិការអាជីវកម្មនឹងយកទៅវិភាគចូលទៅក្នុង Journal បាទបន្ទាប់ពីយើងកត់ត្រាចូល Journal ហើយទើបយើងមានជាការhosting ឬក៏បញ្ជូនទៅ Ledger បាទអញ្ចឹងជាធម្មតាទាក់ទិនជាមួយនឹងអាជីវកម្មឬក៏ក្រុមហ៊ុនមួយចាំបាច់ត្រូវមានការកត់ត្រាបញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវដើម្បីទី1គឺយើងអាចតាមដានទៅលើប្រតិបត្តិការអាជីវកម្មហ្នឹងបានល្អបាទហើយទី2ក៏យើងអាចរៀបចំជាព័ត៌មានហិរញ្ញវត្ថុហ្នឹងដើម្បីដឹងពីការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនយើងដែរបាទតើក្រុមហ៊ុនហ្នឹងរកស៊ីទៅមានលទ្ធផលនឹងបែបម៉េចបាទហើយទី3ហ្នឹងក៏វាអាចជួយដល់នៅក្នុងការកំណត់ពន្ធដែរបាទអញ្ចឹងនៅពេលដែលយើងមានបញ្ជីគណនេយ្យមួយច្បាស់លាស់គឺយើងអាចធ្វើការគណនាពន្ធហ្នឹងបានត្រឹមត្រូវបាទហើយមួយទៀតបើសិនជាក្រុមហ៊ុនហ្នឹងទទួលរងសោកនាដកម្មក៏វាអាចជួយឲ្យក្រុមហ៊ុនហ្នឹងមានជាបញ្ជីគណនេយ្យដើម្បី auditor គាត់ធ្វើសោកនាដកម្មដែរបាទអូខេអញ្ចឹងនៅក្នុងការកត់ត្រាប្រតិបត្តិការហ្នឹងគឺវាសំខាន់បាទអញ្ចឹងហើយទើបរាល់ប្រតិបត្តិការទាំងអស់នៅពេលដែលកើតឡើងហ្នឹងគេតម្រូវឲ្យយើងចុះចូលទៅក្នុងសៀវភៅទិន្នានុប្រវត្តិបាទដែលភាសាអង់គ្លេសហ្នឹងគឺ General Journal បាទអញ្ចឹងខ្ញុំនឹងវិភាគប្រតិបត្តិការហ្នឹងឲ្យអ្នកគ្នាបានដឹងបាទថាតើគេវិភាគហើយកត់ត្រាចូល Journal ហ្នឹងបែបម៉េចបាទ
សម្រាប់ការកត់ត្រាគឺនៅក្នុងប្រតិបត្តិការអាជីវកម្មទាំងអស់គឺគេវិភាគដោយកត់ត្រាប្រតិបត្តិការហ្នឹងគឺកំណត់ជាគណនីអញ្ចឹងយើងត្រូវកំណត់ថាតើនៅក្នុងប្រតិបត្តិការហ្នឹងវាមានគណនីអីខ្លះដែលវាអាចកើតឡើងបាទអញ្ចឹងយើងត្រូវកំណត់គណនីឲ្យចេញបាទហើយបន្ទាប់មកទៀតយើងត្រូវចាត់ថ្នាក់បាទចាត់ថ្នាក់មានន័យថាតើគណនីដែលយើងបានកំណត់មកហ្នឹងតើវានៅក្នុងប្រភេទអីគេនៃធាតុក្នុងរបាយការណ៍រ៉ាញ់របស់ក្រុមហ៊ុនដោយសារតែនៅក្នុងមុខវិជ្ជា Accounting ធាតុនៃរបាយការណ៍ហិរញ្ញវត្ថុគឺយើងមានតែ5ធាតុទេបាទគឺទ្រព្យសកម្មបាទបំណុលទុនឬក៏ទ្រព្យម្ចាស់បាទហើយទី4ហ្នឹងគឺ revenue ទី5គឺ expense បាទហើយបន្ទាប់មកទៀតទើបយើងគិតដល់ច្បាប់នៃឥណពន្ធហើយនិងឥណទានបាទ debit ហើយនិង credit ហើយនៅក្នុងវីដេអូមុនខ្ញុំបានចែករំលែកដល់អ្នកគ្នាថាសម្រាប់ឥណពន្ធហើយនិងឥណទានគឺគេកំណត់ទៅលើធាតុនៃរបាយការណ៍ហិរញ្ញវត្ថុទាំង5ហ្នឹងឯងហើយនៅក្នុងវីដេអូមុនខ្ញុំបានចែករំលែកដល់អ្នកគ្នាទាក់ទិនជាមួយនឹងវិធីសាស្ត្រទាក់ទិនជាមួយនឹងការចុះបញ្ជីគណនេយ្យទ្វេភាគនឹងឲ្យអ្នកគ្នាបានដឹងហើយបាទហើយបើសិនជាអ្នកគ្នាអត់ទាន់បានមើលវីដេអូមុនទេអាចចូលទៅមើលវីដេអូមុនបានដើម្បីជាមូលដ្ឋាននៅក្នុងការចុះបញ្ជីគណនេយ្យនឹងឲ្យបានត្រឹមត្រូវបាទអូខេអញ្ចឹងខ្ញុំសូមចាប់ផ្ដើមបាទអញ្ចឹងនៅក្នុងឧទាហរណ៍នេះខ្ញុំថាឧទាហរណ៍ថាលោកមករាហ្នឹងគាត់ចាប់ផ្ដើមអាជីវកម្មមួយហើយធ្វើប្រតិបត្តិការនៅក្នុងខែទី1នេះដូចខាងក្រោមនេះបាទអញ្ចឹងខ្ញុំមាន5ថ្ងៃគឺថ្ងៃ1ដល់ថ្ងៃ5បាទអញ្ចឹងនៅថ្ងៃទី1នេះគេថាមករាហ្នឹងបានដាក់ដើមទុនជាសាច់ប្រាក់ចំនួន$900អញ្ចឹងនៅពេលដែលមានប្រតិបត្តិការគេចាប់ផ្ដើមពាក្យយកទៅកត់ត្រាឲ្យបាទអញ្ចឹងនៅក្នុងចំណុចទី1យើងត្រូវចុះថ្ងៃខែបាទហើយបន្ទាប់មកយើងចាប់ផ្ដើមកត់ត្រាគណនីដែលយើងត្រូវវិភាគពីប្រតិបត្តិការហ្នឹងហើយបន្ទាប់មកយើងនឹងមានការកត់ត្រាទឹកប្រាក់នៃប្រតិបត្តិការហ្នឹងនៅខាងឥណពន្ធហើយនិងឥណទានទៅលើគណនីដែលយើងបានកំណត់ហ្នឹងបាទអូខេអញ្ចឹងនៅក្នុងនៅក្នុងប្រតិបត្តិការនេះគឺវាមានគណនី2ទី1គឺទាក់ទិនមួយដើមទុនដែលគាត់ដាក់រកស៊ីហើយទី2ទាក់ទិនមួយសាច់ប្រាក់បាទដែលគាត់បានដាក់ក្នុងអាជីវកម្មដើម្បីរកស៊ីនឹងបាទអញ្ចឹងជាធម្មតាសាច់ប្រាក់គឺយើងចុះវាជាគណនីអឺ cash បាទ cash on hand អញ្ចឹងទៅជាធម្មតានៅក្នុងអាជីវកម្មសាច់ប្រាក់គេមានជាសាច់ប្រាក់នៅក្នុងក្រុមហ៊ុននិងសាច់ប្រាក់ដែលគេដាក់បញ្ញើនៅធនាគារបាទអញ្ចឹងនៅក្នុងការកត់ត្រានេះខ្ញុំសូមកំណត់ជា2មានជាសាច់ប្រាក់នៅក្នុងក្រុមហ៊ុននិងសាច់ប្រាក់នៅក្នុងធនាគារបាទអញ្ចឹងសម្រាប់សាច់ប្រាក់នេះខ្ញុំសូមកំណត់ជាគណនី cash on hand បាទសាច់ប្រាក់នៅក្នុងក្រុមហ៊ុនអញ្ចឹងសម្រាប់គណនី cash on hand ហ្នឹងគឺជាគណនីដែលស្ថិតនៅក្នុងប្រភេទនៃ asset បាទនៅក្នុងasset ទាក់ទិនជាមួយនឹងច្បាប់នៃ debit និង credit គេបានកំណត់ទៅលើពាក្យ dealer បាទអញ្ចឹងដូចដែលខ្ញុំបាននិយាយហើយនិយាយទៀតថាបើសិនជាអ្នកនរគ្នាអត់ទាន់បានមើលវីដេអូមុនទេអាចទៅមើលបានបាទដើម្បីជាមូលដ្ឋាននៅក្នុងការកត់ត្រាបញ្ជីគណនេយ្យហ្នឹងបាទអញ្ចឹងសម្រាប់ cash on hand វាជាប្រភេទនៃ asset បាទ asset ជាទូទៅគឺវាកើតនៅខាង debit ដោយសារតែនៅពេលដែលដាក់ទុនជាសាច់ប្រាក់វាធ្វើឲ្យ asset កើននៅខាង debit បាទអញ្ចឹងគេចុះកើននៅ debit ហ្នឹង900ហើយសម្រាប់ការដាក់ទុនគេចុះវាជាគណនី capital បាទជាទុនរបស់ម្ចាស់ក្រុមហ៊ុនហ្នឹងហើយជាធម្មតា capital វាស្ថិតនៅក្នុងប្រភេទនៃ equity បាទអញ្ចឹង equity គឺវាមានការកើនឡើងនៅខាង credit អូខេអញ្ចឹងនៅពេលដែលកត់ហើយគេចង់តាមដានទៅលើគណនីមួយហ្នឹងតើនៅចុងកន្លែងបរិច្ឆេទគណនេយ្យបាទគេអាចកំណត់មួយឆ្នាំម្ដងឬក៏មួយខែម្ដងអញ្ចឹងទៅតើទឹកលុយដែលពាក់ព័ន្ធជាមួយនឹងគណនីហ្នឹងនៅក្នុងមួយកន្លែងបរិច្ឆេទគណនេយ្យហ្នឹងវានៅសល់ប្រមាណអញ្ចឹងដើម្បីតាមដានវាបានគឺយើងត្រូវបញ្ជូនឬក៏ posting គណនីដែលយើងបានកត់នៅក្នុង journal ទៅ Ledger បាទ
ចឹងសម្រាប់ Ledger គឺវាជាសៀវភៅដែលគេតាមដានឬក៏រក្សាទុកនៅគណនីដែលយើងបានកត់ត្រាហើយទាក់ទិនជាមួយនឹងប្រតិបត្តិការអាជីវកម្មនឹងអូខេអញ្ចឹងនៅក្នុងLedger វាបង្ហាញជាគណនីហ្នឹងគឺ T account បាទហើយ T account ហ្នឹងគឺគេតំណាងទៅលើគណនីដែលយើងបានកត់ត្រាហ្នឹងអូខេអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញបាទចឹងនេះគឺជា T account ហ្នឹងអញ្ចឹងខ្ញុំសូមបង្ហាញជាគណនី Cash on hand ហ្នឹងបាទហើយសម្រាប់ T account នៅខាងឆ្វេងនៃគណនី Cash on hand នេះគឺសម្រាប់ដាក់ទឹកលុយនៅខាងdebit ឬក៏ឥណពន្ធបាទហើយសម្រាប់ខាងស្ដាំវិញគឺសម្រាប់ដាក់ទឹកប្រាក់នៅខាងcredit បាទគឺឥណទានបាទអូខេអញ្ចឹងនៅពេលដែលយើង posting យើងមើលទៅលើគណនីហ្នឹងតើយើងកត់ត្រានៅខាងឥណពន្ធឬក៏ខាងឥណទានបាទអញ្ចឹងយើងគ្រាន់តែយកមកដាក់មកដោយសារអ្នកនរគ្នាដឹងហើយថានៅក្នុង T account នៅខាងឆ្វេងនេះគឺជាខាងឥណពន្ធ debit ហើយខាងស្ដាំរបស់វាហ្នឹងគឺខាងឥណទានបាទ credit អញ្ចឹងដោយសារតែ cash on hand ហ្នឹងវានៅ debit បាទអញ្ចឹងខ្ញុំយកមកដាក់មកបាទហើយបន្ទាប់មកទៀតដោយសារគណនី capital នេះវាជាគណនីថ្មីអញ្ចឹងយើងត្រូវបើក T account មួយទៀតហើយវានៅខាង credit អូខេបន្ទាប់មកទៀតខ្ញុំសូមបន្តចូលដល់ថ្ងៃទី2គឺថាមករាហ្នឹងបានដកប្រាក់ពីបេឡាបាទគឺសំដៅដល់គណនីសាច់ប្រាក់ហ្នឹងហើយបាទចំនួន$500ដាក់ក្នុងធនាគារអញ្ចឹងសម្រាប់បេឡានេះគឺសំដៅដល់គណនីសាច់ប្រាក់ហ្នឹងហើយព្រោះនៅក្នុងក្រុមហ៊ុនគេមានជាបេឡាដើម្បីអឺតាមដានទៅលើសាច់ប្រាក់នៅក្នុងក្រុមហ៊ុនហ្នឹងបាទអញ្ចឹងជាធម្មតានៅពេលដែលយើងវិភាគនៅក្នុងករណីនេះគឺគេបានដកសាច់ប្រាក់ហ្នឹងពីបេឡាបាទមកដាក់នៅក្នុងធនាគារអញ្ចឹងវាមានគណនី2ទី1គឺគណនីធនាគារបាទដែលយើងប្រើពាក្យ cash in bank អញ្ចឹងយើងកត់ត្រា cash in bank បាទអញ្ចឹងគណនី cash in bank ហ្នឹងវាស្ថិតនៅក្នុងប្រភេទអីគេនៃ dealer បាទ dealer គឺជាពាក្យកាត់ដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូមុនអញ្ចឹង dealer គឺសម្រាប់ cash in bank វានៅក្នុងប្រភេទនៃ asset អញ្ចឹង asset គឺកើននៅខាងបាទ debit ដោយសារតែពេលដកលុយពីបេឡាមកដាក់ធនាគារវាធ្វើឲ្យលុយនៅក្នុងធនាគារកើនអញ្ចឹងគេចុះវានៅខាង debit ហើយសម្រាប់លុយនៅក្នុងបេឡាយើងគឺសំដៅដល់ cash សាច់ប្រាក់ហ្នឹងបាទគឺយើងបានចុះជា cash on hand អញ្ចឹងវាធ្វើឲ្យសាច់ប្រាក់របស់យើងថយហើយអញ្ចឹងសម្រាប់ cash on hand វាជា asset ថយនៅ credit អញ្ចឹងសម្រាប់គណនីដែលមានហើយយើងអត់ចាំបាច់បើកថ្មីទេយើងគ្រាន់តែដាក់ចូលគណនីចាស់បាទហើយសម្រាប់គណនីដែលថ្មីទើបយើងបើក ledger ថ្មីអញ្ចឹងដូចជា cash in bank វាថ្មីខ្ញុំសូមបើក ledger ថ្មីហើយដាក់សារបន្ទាល់នៅខាង debit បាទសម្រាប់ cash on hand យើងគ្រាន់តែដាក់ចូលក្នុង ledger ចាស់បាទអូខេអញ្ចឹងបន្តមកទៀតយើងចូលដល់ថ្ងៃ3គេថាមករាហ្នឹងបានទិញម៉ាស៊ីនតម្លៃ200ហ្នឹងជាមូលប្រធានបត្រមូលប្រធានបត្រហ្នឹងគឺសំដៅដល់ site ដែលលុយទូទាត់នៅក្នុងធនាគារបាទអញ្ចឹងពេលយើងទិញម៉ាស៊ីនយើងចុះវាជាគណនីម៉ាស៊ីនបាទហើយសម្រាប់មូលប្រធានបត្រយើងចុះជាគណនី cash in bank តែទៅមួយការទូទាត់ជាសាច់ប្រាក់នៅក្នុងធនាគារបាទអញ្ចឹងសម្រាប់ការទិញម៉ាស៊ីនវាធ្វើឲ្យម៉ាស៊ីនជាធម្មតានៅក្នុងប្រភេទនៃអីគេ dealer បាទ dealer គឺវាស្ថិតនៅក្នុងប្រភេទនៃ asset បាទអញ្ចឹងពេលយើងទិញម៉ាស៊ីន asset កើនហើយបាទអញ្ចឹងគេកត់ត្រាម៉ាស៊ីនហ្នឹងកើននៅខាង debit ហើយសម្រាប់ការទូទាត់ជាមូលប្រធានបត្រហ្នឹងយើងដឹងហើយគឺទាក់ទិនមួយការទូទាត់តាមរយៈធនាគារអញ្ចឹងលុយនៅក្នុងធនាគារយើងបានកត់ត្រាជាគណនី cash in bank អញ្ចឹង cash in bank វាជា asset កើននៅ D ពេលយើងយកវាទៅទិញម៉ាស៊ីនវាធ្វើឲ្យasset ថយវានៅខាង credit បាទអញ្ចឹងយើងចាប់ផ្ដើមបង្កើត ledger ថ្មីបាទទៅលើម៉ាស៊ីនហើយសម្រាប់ cash in bank យើងបញ្ជូនមក ledger ចាស់បាទអូខេបន្តមកទៀតយើងចាប់ផ្ដើមចូលដល់ថ្ងៃទី4បាទលោកមករាហ្នឹងគាត់បានចំណាយទឹកភ្លើងបាទទៅលើប្រតិបត្តិការអាជីវកម្មរបស់គាត់ហ្នឹងអស់$60ហ្នឹងជាសាច់ប្រាក់អញ្ចឹងនៅក្នុងសាច់រឿងនេះគឺយើងត្រូវកត់ត្រាគណនី2ទី1គឺទាក់ទិនជាមួយចំណាយទឹកភ្លើង
ទី2សាច់ប្រាក់ដែលគាត់បានទូទាត់លើចំណាយទឹកភ្លើងហ្នឹងបាទអញ្ចឹងសម្រាប់ចំណាយទឹកភ្លើងគេចុះវាជាគណនីutility expense បាទអញ្ចឹងជាធម្មតាវាថានៅក្នុងប្រភេទនៃចំណាយបាទអញ្ចឹងសម្រាប់ច្បាប់នៃអនុពន្ធនិងអនុទានចំណាយកើននៅខាង debit អញ្ចឹងគេចុះវាកើននៅ debit 60ហើយសម្រាប់ការទូទាត់ជាសាច់ប្រាក់វាធ្វើឲ្យគណនី cash on hand ជាសិតហ្នឹងគឺថយនៅខាង credit បាទបន្ទាប់មកយើងចាប់ផ្ដើម posting ដោយសារ utility expense នេះវាថ្មីយើងបង្កើតជា account ថ្មីហើយសម្រាប់ cash on hand វាមានពីមុនមកហើយបាទអញ្ចឹងយើងគ្រាន់ដាក់វានៅតាមទីតាំងបាទ debit ហើយនិង credit បាទអូខេបន្តមកទៀតខ្ញុំសូមបន្តចូលដល់ថ្ងៃ5លោកមករាហ្នឹងគាត់ទទួលចំណូលបាទឈ្នួលផ្ទះ40ជាមុខទានបាទអញ្ចឹងសម្រាប់ប្រតិបត្តិការនេះវាមានគណនី2ទី1គឺតេតិនជាមួយចំណូលឈ្នួលផ្ទះហើយទី2គឺមូលវិធានបត្រដែលគាត់ទទួលបានពីចំណូលហ្នឹងបាទអញ្ចឹងសម្រាប់ការកត់ត្រាគឺនៅពេលដែលក្រុមហ៊ុនហ្នឹងបាទលោកមករាគាត់ទទួលចំណូលឈ្នួលផ្ទះជាមូលវិធានបត្រវាធ្វើឲ្យលុយនៅក្នុងធនាគាររបស់គាត់កើនបាទអញ្ចឹងគាត់ចុះជាគណនី cash in bank ហ្នឹងបាទកើននៅខាង debit ដោយសារតែលុយនៅក្នុងធនាគារគឺគេចុះវាជា asset បាទអញ្ចឹងកើននៅខាង debit ហើយសម្រាប់ចំណូលឈ្នួលផ្ទះគេចុះជាគណនីrent income ហើយសម្រាប់គណនី rent income ហ្នឹងវាស្ថិតនៅក្នុងប្រភេទអឺចំណូលបាទនៅក្នុង dealer យើងគឺវាជាប្រភេទចំណូលអញ្ចឹងនៅពេលដែលទទួលចំណូលពីឈ្នួលផ្ទះវាធ្វើឲ្យចំណូលក្រុមហ៊ុនហ្នឹងកើនអញ្ចឹងសម្រាប់ប្រភេទចំណូលកើននៅខាង credit បាទអូខេអញ្ចឹងខ្ញុំសូម posting មក ledger cash in bank វាមានអញ្ចឹងគាត់ដាក់នៅខាង debit ហើយសម្រាប់ពី rent income វាថ្មីអញ្ចឹងយើងគ្រាន់កើតវាថ្មីហើយយើងដាក់ទីតាំងនៅខាង credit បាទបន្ទាប់មកទៀតយើងចាប់ផ្ដើមធ្វើការសរុបនៅសាមតលនៅក្នុងបញ្ជីគណនីយើងគឺ journal បាទអញ្ចឹងយើងចាប់ផ្ដើមសរុបទឹកលុយទម្លាក់មកដើម្បីចង់ដឹងថាតើការកត់ត្រាហ្នឹងវាស្មើគ្នាអត់បាទជាធម្មតានៅក្នុងការចុះបញ្ជីតាម double entry bookkeeping ហ្នឹងគឺសាមតលនៃ debit balance និង credit ហ្នឹងវាត្រូវឲ្យស្មើគ្នាបាទទៅលើ journal បាទបន្តមកទៀតយើងចាប់ផ្ដើមសរុបហើយដោយសារតែនៅក្នុងjournal នេះជាធម្មតាគេកត់ត្រារួមទៅលើប្រវត្តិការរបស់ក្រុមហ៊ុនបន្ទាប់មកនៅក្នុងគណនីវាមានជាការចុះទៅលើគណនីតាមប្រភេទនៃប្រវត្តិការអញ្ចឹងដើម្បីតាមដានទៅលើគណនីដែលបានកត់ហើយហ្នឹងគឺគេត្រូវ posting វាមក ledger ហ្នឹងបាទអញ្ចឹងជាធម្មតា ledger ហ្នឹងគឺគេតម្រូវឲ្យយើងសរុបបាទទៅលើគណនីដែលយើងបានកត់ហើយនៅក្នុងម៉ាករីបរិច្ឆេទគណនីហ្នឹងបាទគឺនៅក្នុងខែមួយហ្នឹងត្រូវសរុបវាថាតើគណនីសាច់ប្រាក់ហ្នឹងវានៅសល់ប្រមាណគណនីលុយក្នុង bank ហ្នឹងវានៅសល់ប្រមាណអញ្ចឹងយើងសរុបវាអញ្ចឹងសម្រាប់ការសរុបគឺយើងត្រូវគូសបន្ទាត់ខណ្ឌមកបាទសម្រាប់ cash on hand យើងគូសបន្ទាត់ខណ្ឌមួយមកហើយយើងចាប់ផ្ដើមកាត់កងសម្រាប់ការកាត់កងគឺគេយកឥណពន្ធកាត់កងខាងឥណទានបាទអញ្ចឹងសម្រាប់នៅក្នុង T account debit ត្រូវកាត់កងមួយ credit ជានិច្ចហើយសំណល់គឺនៅសល់ខាងសាមតលនៃធំបាទអញ្ចឹងដូចជាគណនី cash on hand នេះបើយើងកាត់កងទៅវានៅសល់លេខធំអញ្ចឹងវានៅសល់ខាងឆ្វេងហ្នឹងគឺខាង debit បាទអញ្ចឹងគេសរុបមកវាឃើញDB ហ្នឹងគឺ debit balance ដោយសារតែនៅខាងហ្នឹងគេថា debit ហើយសាមតលដែលយើងកាត់កងវាជាសាមតលដែលសល់ហើយអញ្ចឹងសល់នៅខាង debit អញ្ចឹងទើបគេដាក់ DB ពាក្យពេញគឺ debit balance បាទអញ្ចឹងវានៅសល់330បន្ទាប់ពីយក debit ដក30តនៅខាង credit វិញហើយសម្រាប់គណនីផ្សេងពីហ្នឹងគឺដូចគ្នាទេសម្រាប់ការកាត់កងបាទអញ្ចឹងដោយសារតែ capital នេះវាអត់មានអីកាត់កងទេអញ្ចឹងវានៅសល់ខាង CB balance CB ហ្នឹងគឺពាក្យពេញ credit balance 30តវានៅសល់ credit ហើយសម្រាប់ cash in bank វានៅសល់ខាង debit សម្រាប់ machine ក៏វានៅសល់ខាង debit ហើយសម្រាប់ utility expense ក៏វានៅខាង debit ប៉ុន្តែសម្រាប់ revenue គឺ30តលរបស់វានៅខាង credit balance បាទ
អូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺគោលបំណងរបស់ខ្ញុំចង់ឲ្យអ្នកនរគ្នាចេះកត់ត្រាបញ្ជីគណនីហ្នឹងឲ្យបានត្រឹមត្រូវបាទអញ្ចឹងសម្រាប់មុខវិជ្ជាគណនេយ្យគឺសម្រាប់ការ process ទៅលើការរៀបចំបញ្ជីគណនេយ្យឬក៏ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយដៃគឺយើងត្រូវprocess ទៅតាមការកត់ត្រាចូលចំណឬក៏ ledger ហ្នឹងបាទដើម្បីអាចសរុបសារបន្ទាល់បាទទឹកលុយនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនរួចទើបយើងអាចយកព័ត៌មានទាំងអស់ហ្នឹងយកទៅផលិតជារបាយការណ៍ហិរញ្ញវត្ថុដើម្បីបង្ហាញពីព័ត៌មានហិរញ្ញវត្ថុរបស់អាជីវកម្មរបស់គេបានបាទអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកនរគ្នាគិតថាវីដេអូនេះមានប្រយោជន៍អាចជួយshare វីដេអូចែករំលែកតផងបាទ